ប្រវត្តិលោក Friedrich Merz អធិការបតីអាល្លឺម៉ង់តើលោក Friedrich Merz អធិការបតីអាល្លឺម៉ង់ជានរណាសូមស្វាគមន៍មកកាន់ Channel ខ្មែរ EDU Vlog ថ្ងៃនេះខ្ញុំនឹងលើកយកប្រវត្តិរបស់លោក Friedrich Merz អធិការបតីអាល្លឺម៉ង់លោក Friedrich Merz គឺជាអ្នកនយោបាយជាន់ខ្ពស់នៃប្រទេសអាល្លឺម៉ង់និងជាប្រធានគណៈបកសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា Christian Democratic Union CDU និងគណៈបកបងស្រីរបស់លោកគឺគណៈបកសហភាពសង្គមគ្រីស្ទៀន CSU បច្ចុប្បន្ននេះលោក Friedrich Merz កាន់មុខតំណែងជាអធិការបតីនៃប្រទេសអាល្លឺម៉ង់លោកត្រូវបានជ្រើសរើសដោយសភាជាតិអាល្លឺម៉ង់កាលពីថ្ងៃទី6ខែឧសភាឆ្នាំ2025ក្នុងការបោះឆ្នោតជុំទី2បន្ទាប់ពីការបោះឆ្នោតជាតិដែលគណៈបក CDU និងបក CSU របស់លោកជាអ្នកឈ្នះមុនពេលក្លាយជាអធិការបតីអាល្លឺម៉ង់លោក Merz បានដឹកនាំគណៈបកសហភាពប្រជាធិបតេយ្យគ្រិស្តសាសនារបស់អាល្លឺម៉ង់ CDU ចាប់តាំងពីឆ្នាំ2022មកហើយបានក្លាយជាអ្នកដឹកនាំនយោបាយសំខាន់នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងតំណែងជាអធិការបតីលោក Merz បានផ្ដោតលើការកែលម្អសេដ្ឋកិច្ចការពង្រឹងសន្តិសុខជាតិនិងការសហការជាមួយដៃគូអឺរ៉ុបលោកបានជំរុញឲ្យមានការបង្កើនកញ្ចប់ថវិកាការពារជាតិនិងការផលិតអាវុធរួមគ្នាជាមួយអ៊ុយក្រែនដើម្បីគាំទ្រការការពារសន្តិសុខអឺរ៉ុបដោយសារតែការប្រឈមជាច្រើនចំពោះនយោបាយក្នុងស្រុកនិងអន្តរជាតិលោក Merz ត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំសំខាន់ក្នុងការប្រមូលផ្ដុំអឺរ៉ុបនិងការការពារសន្តិសុខនៅក្នុងតំបន់លោក Friedrich Merz កើតនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1955នៅទីក្រុងព្រីឡុងប្រទេសអាល្លឺម៉ង់លោក Merz គឺជាកូនច្បងក្នុងចំណោមបងប្អូន4នាក់ក្រោយពីការបញ្ចប់ការសិក្សានៅវិទ្យាល័យលោក Merz បានបន្តការសិក្សាជំនាញច្បាប់នៅសាកលវិទ្យាល័យ Bonn និងសាកលវិទ្យាល័យ Marburg លោកបានរៀបការនៅឆ្នាំ1981ហើយរស់នៅទីក្រុង Ansbach ក្នុងតំបន់ Sauerland នៃប្រទេសអាល្លឺម៉ង់ភរិយារបស់លោកមានឈ្មោះថា Charlotte Merz លោកនិងភរិយាមានកូនចំនួន3នាក់ជីវិតនយោបាយលោក Friedrich Merz បានចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ1972ដោយចូលជាសមាជិកនៃសាខាយុវជនគណៈបក CDU នៅអាយុ17ឆ្នាំបន្ទាប់មកនៅឆ្នាំ1989គាត់បានក្លាយជាសមាជិកសភាអឺរ៉ុបរហូតដល់ឆ្នាំ1994ហើយចាប់តាំងពីឆ្នាំ1994ដល់ឆ្នាំ2009គាត់បានក្លាយជាសមាជិកសភាអាល្លឺម៉ង់លោក Friedrich Merz បានចាកចេញពីនយោបាយនៅឆ្នាំ2009ក្រោយពីការប៉ះទង្គិចជាមួយអតីតអធិការបតីអាល្លឺម៉ង់ Angela Merkel ទោះយ៉ាងណាលោក Merz បានវិលត្រឡប់ចូលក្នុងនយោបាយវិញនៅឆ្នាំ2018បន្ទាប់មកគាត់បានជាប់ឆ្នោតជាសមាជិកសភាអាល្លឺម៉ង់ឡើងវិញនៅឆ្នាំ2021និងបានជាប់ជាប្រធានបក CDU នៅឆ្នាំ2022និងជាប្រធានក្រុមសភាគណៈបក CDU និងបក CSU រហូតបានក្លាយជាអធិការបតីអាល្លឺម៉ង់នៅថ្ងៃទី6ខែឧសភាឆ្នាំ2025នេះលោក Merz មានគោលនយោបាយបែបសេរីនិយមក្នុងសេដ្ឋកិច្ចអភិរក្សនិយមក្នុងសង្គមនិងឯករាជ្យក្នុងការការពារសន្តិសុខជាតិនិងអន្តរជាតិការគាំទ្រអ៊ុយក្រែននិងការប្រឆាំងការឈ្លានពានរបស់រុស្ស៊ីគឺជាមូលហេតុសំខាន់ធ្វើឲ្យលោក Friedrich Merz លេចធ្លោក្នុងវិស័យនយោបាយអន្តរជាតិជាពិសេសក្នុងនាមជាអធិការបតីអាល្លឺម៉ង់ថ្មីនៅឆ្នាំ2025លោក Merz បានជំរុញឲ្យអាល្លឺម៉ង់ផ្ដល់អាវុធទំនើបកម្រិតខ្ពស់ដល់អ៊ុយក្រែនដូចជាមីស៊ីល Taurus និងយានជំនិះកងទ័ពជាដើមគាត់សន្យាសហការជាមួយអ៊ុយក្រែនក្នុងការផលិតមីស៊ីលចម្ងាយឆ្ងាយផ្ទាល់ខ្លួនសម្រាប់អ៊ុយក្រែនលក្ខណៈសម្បត្តិ
លោកម៉ាស់មានលក្ខណៈសម្បត្តិដូចជាមានភាពជាអ្នកដឹកនាំអន្តរជាតិឯករាជ្យមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុនិងអាជីវកម្មជាអ្នកគាំទ្រសម្ព័ន្ធអឺរ៉ុបនិងអន្តឡង់តិកជាអ្នកនយោបាយមានចក្ខុវិស័យនិងរឹងមាំនិងមានបទពិសោធន៍នយោបាយយូរអង្វែងលក្ខណៈសម្បត្តិទាំងអស់នេះហើយដែលបានជួយដល់ការកើនឡើងនៃអំណាចនយោបាយរបស់លោក Friedrich Merz ហើយបានក្លាយជាអធិការបតីអាល្លឺម៉ង់នាពេលបច្ចុប្បន្នក្រៅពីអាជីពជាអ្នកនយោបាយលោក Friedrich Merz ធ្លាប់បានធ្វើការជាមេធាវីនិងជាអ្នកជំនាញផ្នែកគោលនយោបាយហិរញ្ញវត្ថុព្រោះលោកបានសិក្សាជំនាញច្បាប់ទស្សនៈនយោបាយប្រឈមមុខនឹងបញ្ហាសកលលោកនាពេលបច្ចុប្បន្ននេះលោក Friedrich Merz គឺជាអ្នកនយោបាយគាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងការកាត់បន្ថយការចំណាយរបស់រដ្ឋគាំទ្រការកែលម្អនយោបាយអន្តរជាតិនិងការចូលរួមយ៉ាងសកម្មក្នុងអង្គការ NATO មានទស្សនៈរឹងមាំចំពោះការជួបប្រទះបញ្ហាចំណាក់ស្រុកនិងការគាំទ្រការកំណត់គោលនយោបាយច្បាស់លាស់ចំពោះជនអន្តោប្រវេសន៍គាំទ្រការវិនិយោគក្នុងវិស័យការពារជាតិនិងហេដ្ឋារចនាសម្ព័ន្ធដោយស្នើសុំបញ្ចេញពីច្បាប់ដែលព្រែកដើម្បីអនុវត្តគម្រោងវិនិយោគថ្មីៗលោកម៉ាស់ត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំបែបអភិរក្សនិយមដែលមានទស្សនៈច្បាស់លាស់ចំពោះការកែលម្អសេដ្ឋកិច្ចនិងការរួមចំណែកក្នុងការការពារជាតិគាត់មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការប្រឈមមុខនឹងបញ្ហាសំខាន់ៗដែលអាល្លឺម៉ង់កំពុងជួបប្រទះនៅពេលបច្ចុប្បន្នសូមអរគុណសម្រាប់ការទស្សនាកុំភ្លេច like និង Subscribe Channel ខ្មែរ EDU Vlog ដើម្បីទទួលបានវីដេអូថ្មីៗរៀងរាល់សប្តាហ៍